សតវត្សទី17និងទី18យុគនៃពន្លឺនៅអឺរ៉ុប Siècle des Lumières សតវត្សទី17មហាអំណាចនៅអឺរ៉ុបបន្តវាទីពង្រីកអាណានិគមនៅក្នុងទ្វីបអាមេរិកដោយអេស្ប៉ាញនិងប៉ូទុយហ្គាល់គ្រប់គ្រងអាមេរិកខាងត្បូងហើយបារាំងនិងអង់គ្លេសគ្រប់គ្រងអាមេរិកខាងជើងត្រង់ទឹកដីកាណាដានិងសហរដ្ឋអាមេរិកសពថ្ងៃនៅអាស៊ីរាជវង្សមីងរបស់ចិនត្រូវបានពួកម៉ាន់ជូផ្ដួលរលំនៅឆ្នាំ1644ពួកម៉ាន់ជូក៏បានបង្កើតរាជវង្សថ្មីមួយទៀតគឺរាជវង្សឈិងដែលគ្រប់គ្រងប្រទេសចិនរហូតដល់ឆ្នាំ1912ទើបត្រូវក្រុមបះបោរដឹកនាំដោយសុនយ៉ានសេនដួលរលំហើយបង្កើតរបបសាធារណរដ្ឋនៅក្នុងអាស៊ីអាគ្នេយ៍អាណាចក្រខ្មែរនៅតែបន្តធ្លាក់ដុនដាបដោយទឹកដីចេះតែរួញបន្តិចម្ដងដោយការលេបត្របាក់ពីប្រទេសជិតខាងក្រោយពីការដួលរលំអង្គរនិងបន្ទាយលង្វែកដោយសារដៃសៀមអាណាចក្រខ្មែរក៏ចាប់ផ្ដើមបាត់បង់ទឹកដីកូសាំងស៊ីនកម្ពុជាក្រោមទៅក្នុងដៃអាណានៅក្នុងរាជ្យព្រះបាទជ័យជេដ្ឋាទី2ព្រះបាទជ័យជេដ្ឋាទី2ដែលបានឡើងគ្រងរាជ្យនៅឆ្នាំ1618បានយកក្សត្រីអាណាមមកធ្វើជាព្រះរាជាយារួចហើយអនុញ្ញាតឲ្យប្រជាជនអាណាមចូលមកតាំងលំនៅនៅក្បែរព្រៃនគរចាប់ពីពេលនោះហើយដែលពួកអាណាមចាប់ផ្ដើមទន្ទ្រានដណ្ដើមកាន់កាប់ទឹកដីដែលយើងហៅថាកម្ពុជាក្រោមសពថ្ងៃនេះនៅអឺរ៉ុបវិញសង្គ្រាមដ៏ធំមួយបានផ្ទុះឡើងនៅឆ្នាំ1618ហើយអូសបន្លាយរហូតដល់ឆ្នាំ1648ដែលគេឲ្យឈ្មោះថាសង្គ្រាម30ឆ្នាំសង្គ្រាមនេះផ្ទុះឡើងពីដំបូងចេញពីចំនួនសាសនារវាងពួកកាតូលិកនិងពួកប្រូតេស្តង់ក៏ប៉ុន្តែក្រោយមកសង្គ្រាមនេះក៏បានរាលដាលទៅជាសង្គ្រាមពេញនៅក្នុងតំបន់អឺរ៉ុបទាំងមូលសង្គ្រាមនេះបានបញ្ចប់ដោយសន្ធិសញ្ញា Westphalia នៅឆ្នាំ1648គឺសន្ធិសញ្ញា Westphalia នេះហើយតែត្រូវបានគេចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងអន្តរជាតិសម័យទំនើបដោយបណ្ដាប្រទេសអឺរ៉ុបបានព្រមព្រៀងគ្នាបង្កើតទៅជាគោលការណ៍ដ៏សំខាន់មួយគឺអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់រដ្ឋប៉ូលគឺរដ្ឋនីមួយៗមានព្រំដែនដែលមិនអាចរំលោភបានហើយត្រូវបានដឹកនាំដោយអំណាចនយោបាយដែលមានអធិបតេយ្យភាពកំពូលដែលប្រទេសផ្សេងទៀតមិនអាចលូកដៃចូលមកជ្រៀតជ្រែកបានឆ្នាំ1649មួយឆ្នាំក្រោយមកការចុះកិច្ចព្រមព្រៀង Westphalia បញ្ចប់សង្គ្រាម30ឆ្នាំហេតុការណ៍ដ៏សំខាន់មួយបានកើតឡើងនៅអង់គ្លេសបដិវត្តប្រឆាំងនឹងរាជានិយមអង់គ្លេសដែលបានបង្កជាសង្គ្រាមស៊ីវិលតាំងពីឆ្នាំ1642មកនោះបានទទួលជោគជ័យហើយក្រុមបដិវត្តបានចាប់ខ្លួនស្ដេចអង់គ្លេសគឺស្ដេច Charles ទី1យកមកកាត់ទោសប្រហារជីវិតដោយកាត់ក្បាលរបបរាជានិយមត្រូវដួលរលំជំនួសមកវិញដោយរបបសាធារណរដ្ឋក៏ប៉ុន្តែជារបបសាធារណរដ្ឋបែបផ្ដាច់ការដឹកនាំដោយមេយោធាឈ្មោះ Oliver Cromwell ក៏ប៉ុន្តែរបបសាធារណរដ្ឋអង់គ្លេសមានអាយុកាលតែ10ឆ្នាំប៉ុណ្ណោះនៅឆ្នាំ1659មួយឆ្នាំក្រោយមរណភាពរបស់ Oliver Cromwell របបសាធារណរដ្ឋអង់គ្លេសត្រូវដួលរលំហើយអង់គ្លេសក៏វិលត្រឡប់ទៅរកការដឹកនាំតាមបែបរាជានិយមវិញក៏ប៉ុន្តែរបបរាជានិយមថ្មីនេះត្រូវបានគេធ្វើកំណែទម្រង់បន្តិចម្ដងពីរបបរាជានិយមផ្ដាច់ការរហូតឈានទៅបង្កើតជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅឆ្នាំ1688នៅអឺរ៉ុបនៅក្នុងសតវត្សទី17អ្វីត្បិតតែមានភាពវឹកវរដោយសង្គ្រាមច្រើនក៏ប៉ុន្តែចលនា Renaissance ពោលគឺចាប់កំណើតឡើងវិញនៃអរិយធម៌អឺរ៉ុបសម័យបុរាណនៅតែបន្តរីកផ្សាយភាយកាន់តែធំឡើងអ្នកប្រវត្តិសាស្ត្រជាទូទៅជាពិសេសអ្នកប្រវត្តិសាស្ត្រនៅតាមបណ្ដាប្រទេសខាងលិចចាត់ទុកសម័យកាលពីពាក់កណ្ដាលសតវត្សទី17ដល់ពាក់កណ្ដាលសតវត្សទី18ថាជាយុគនៃពន្លឺពោលគឺជាសម័យកាលនៃចំណេះដឹង Montesquieu Voltaire និង Jean-Jacques Rousseau នៅបារាំង John Locke និង Thomas Hobbes នៅអង់គ្លេស
Spinoza ឆ្នាំ1632 ឆ្នាំ1677 នៅហូឡង់សុទ្ធសឹងតែជាទស្សនវិទូល្បីៗនៅក្នុងចន្លោះសតវត្សទី17និងទី18នៅក្នុងអំឡុងពេលនោះហើយដែលទ្រឹស្ដីនៃទស្សនវិជ្ជានយោបាយដ៏សំខាន់មួយដែលគេឲ្យឈ្មោះថាកិច្ចសន្យាសង្គម Contract Social បានចាប់កំណើតឡើងហើយនៅតែបន្តមានឥទ្ធិពលមកទល់នឹងពេលបច្ចុប្បន្នជាពិសេសនៅក្នុងរបបដឹកនាំតាមបែបប្រជាធិបតេយ្យតាមរយៈទ្រឹស្ដីនេះរដ្ឋអាចមានអំណាចទៅលើពលរដ្ឋបានដោយសារតែពលរដ្ឋនីមួយៗព្រមព្រៀងសុខចិត្តដាក់ខ្លួនឲ្យស្ថិតនៅក្រោមអំណាចរបស់រដ្ឋទំនាក់ទំនងរវាងរដ្ឋនិងប្រជាជនត្រូវបានចងភ្ជាប់ដោយកិច្ចសន្យាមួយដែលគេហៅថាកិច្ចសន្យាសង្គមដែលតាមរយៈកិច្ចសន្យានេះប្រជាជននីមួយៗសុខចិត្តបោះបង់សេរីភាពរបស់ខ្លួនមួយផ្នែកហើយដាក់ខ្លួនឲ្យស្ថិតនៅក្រោមអំណាចរបស់អ្នកដឹកនាំរដ្ឋជាថ្នូរមកវិញអ្នកដឹកនាំរដ្ឋត្រូវតែធានានូវសន្តិសុខនិងសិទ្ធិសេរីភាពមួយផ្នែកទៀតដែលនៅសេសសល់សម្រាប់ប្រជាជនទូទៅទ្រឹស្ដីនេះគឺជាគន្លឹះនៅក្នុងការស្វែងយល់អំពីទំនាក់ទំនងរវាងរដ្ឋនិងប្រជាជនដែលនៅចំណុះរដ្ឋទាំងនៅក្នុងរចនាសម្ព័ន្ធរដ្ឋសម័យទំនើបទាំងនៅក្នុងពេលមនុស្សចាប់ផ្ដើមបង្កើតរដ្ឋដំបូងនៅក្នុងសម័យកាលបដិវត្តន៍កសិកម្មទស្សនវិជ្ជានយោបាយស្ដីពីការបែងចែកអំណាចរដ្ឋរបស់ Montesquieu និង John Locke ក៏ជាទ្រឹស្ដីនយោបាយដ៏មានឥទ្ធិពលខ្លាំងមួយដែរនៅអឺរ៉ុបចន្លោះសតវត្សទី17និងទី18ទ្រឹស្ដីនេះគឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យហើយមានឥទ្ធិពលនៅទូទាំងពិភពលោករហូតមកទល់នឹងពេលសព្វថ្ងៃនេះនិយាយខាងផ្នែកវិទ្យាសាស្ត្រវិញនៅចន្លោះសតវត្សទី17និងទី18គេឃើញមានទ្រឹស្ដីល្អៗជាច្រើនបានចាប់កំណើតឡើងចេញពីអ្នកប្រាជ្ញល្បីៗជាច្រើនដូចជាខាងតារាសាស្ត្រមាន Johannes Kepler នៅអាល្លឺម៉ង់ខាងរូបវិទ្យានិងគណិតវិទ្យាមាន Blaise Pascal និង René Descartes នៅបារាំងនិងជាពិសេស Isaac Newton នៅអង់គ្លេស Isaac Newton ដែលកើតនៅឆ្នាំ1642ត្រូវបានគេចាត់ទុកថាជាអ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិទ្រឹស្ដីរបស់ Newton ដែលត្រូវបានគេស្គាល់ច្រើនជាងគេគឺកម្លាំងនៃទំនាញផែនដីចំណេះដឹងនៃអ្នកប្រាជ្ញអឺរ៉ុបនៅក្នុងចន្លោះសតវត្សទី17និងទី18នេះហើយដែលជាពន្លឺបំភ្លឺផ្លូវឆ្ពោះទៅធ្វើការបដិវត្តន៍ធំៗជាច្រើនទាំងបដិវត្តន៍ផ្នែកវិទ្យាសាស្ត្រសម័យទំនើបនិងទាំងបដិវត្តន៍ខាងសង្គមនិងនយោបាយដូចជាបដិវត្តន៍នៅអង់គ្លេសនៅឆ្នាំ1688ដែលឈានទៅបង្កើតរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបដិវត្តន៍នៅអាមេរិកដែលឈានទៅបង្កើតសហរដ្ឋអាមេរិកឯករាជ្យពីអាណានិគមអឺរ៉ុបនៅឆ្នាំ1776និងបដិវត្តន៍បារាំងនៅឆ្នាំ1789ដែលផ្ដួលរលំរបបរាជានិយមផ្ដាច់ការបង្កើតទៅជារបបសាធារណរដ្ឋរហូតទល់នឹងពេលបច្ចុប្បន្ននេះ